ហាឬក៏ជំងឺហ្នឹងក៏បាទមានច្រើនបាទសម្រាប់ក្មេងឬក៏កុមារដែលគាត់ខ្វះអាហារូបត្ថម្ភឬក៏ខ្វះជីវជាតិនេះគឺមានផលវិបាកច្រើនណាស់ដូច្នេះហើយគឺជាការល្អដែលឪពុកម្ដាយគាត់ផ្ដោតសំខាន់ទៅលើការផ្ដល់អាហារគ្រប់គ្រាន់មានជីវជាតិបាទសម្រាប់បាទកុមារផងដែរចំណុចមួយទៀតលោកគ្រូឃើញថាជាបញ្ហាសម្រាប់ឪពុកម្ដាយណាព្យាបាលជាពិសេសគឺអាការឲ្យពួកគាត់នឹងចូលចិត្តញ៉ាំអាហារដែលមានជីវជាតិជាពិសេសបន្លែផ្សេងៗហ្នឹងបាទក្មេងគាត់មិនសូវចូលចិត្តប្រមាណទេបាទក្មេងភាគច្រើនគាត់រៀងគេហៅថាសាច់បាទឬក៏ពេលខ្លះទៀតគឺចូលចិត្តអាហារដែលកែច្នៃបាទបាទនំនែកអីឬក៏របស់របរដែលលក់ដូរហ្នឹងគឺចូលចិត្តណាស់បាទបាទហើយសម្រាប់អាហារដែលមានជីវជាតិបាទដែលគ្រប់គ្រាន់ដូចលោកគ្រូមានប្រសាសន៍ពីខាងដើមបន្លែឬក៏អាហារថាមពលអាហារបាទសាងសង់ឬក៏អាហារបាទការពារអីហ្នឹងគឺពេលខ្លះគាត់អត់សូវចង់ប្រមាណទេបាទបាទតើចំណុចទាំងអស់នេះតើឪពុកម្ដាយគាត់មានយុទ្ធសាស្ត្រយ៉ាងម៉េចឬក៏មានទម្លាប់យ៉ាងម៉េចដែរបាទដើម្បីជួយទៅកាន់គាត់តាក់ទងជាមួយនឹងការញ៉ាំអាហារនេះលោកគ្រូបាទបាទអរគុណច្រើនបាទហ្នឹងហើយសំណួរនេះសំខាន់ហើយយើងមើលឃើញក្មេងៗហ្នឹងណាបាទធម្មតាយើងត្រូវដឹងពីចរិតរបស់ក្មេងក្មេងគឺឲ្យតែឃើញអ្វីប្លែកឃើញអ្វីដែលស្អាតល្អគឺគាត់ចូលចិត្តឧទាហរណ៍មូលហេតុហ្នឹងហើយបានជាអ្នកដែលធ្វើនំធ្វើអីហ្នឹងគេធ្វើនំដើម្បីទាក់ទាញក្មេងបាទ គេដាក់ពណ៌ដាក់រសជាតិដាក់អីចឹងទាក់ទាញក្មេងចឹងទៅបាទយើងត្រឡប់មកវិញថាតើយើងធ្វើយ៉ាងម៉េចដើម្បីឲ្យក្មេងហ្នឹងចូលចិត្តហូបអាហារដែលមានជីវជាតិទី1គឺយើងត្រូវឪពុកម្ដាយណាបាទត្រូវធ្វើគំរូមានន័យថាធ្វើគំរូក្នុងការដែលហូបបន្លែក្នុងការដែលហូបអាហារណាដែលមានជីវជាតិអាហ្នឹងបានកូនហូបដែរឧបាទទាហរណ៍ថាក្នុងគ្រួសារមួយម្ដាយមួយខែមួយអាទិត្យម្ដាយស្លបន្លែម្ដាយធ្វើបន្លែហូបផងហើយកូនមិនទៅចេះណាបាទអញ្បាទចឹងហើយឪពុកម្ដាយគឺជាគំរូណាគំរូឲ្យគាត់ធ្វើគំរូបែបហ្នឹងបង្រៀនក្នុងការញ៉ាំគឺថាបង្រៀនតាំងពីតូចឧទាហរណ៍ដូចខ្ញុំបានជម្រាបពីមុនអញ្ចឹងបង្រៀនកូននៅពេលអាយុ6ខែឡើងទៅយើងចាប់ផ្ដើមអាហារបន្ថែមឲ្យគាត់អាហារបន្ថែមគេហៅអាហារបំពន់បន្ថែមហ្នឹងគឺយើងត្រូវចាប់ផ្ដើមបង្រៀនគាត់ឲ្យចេះម្ដងមួយមុខណាកាលណាគាត់ចេះអាហារកាន់តែច្រើនមុខកូននឹងមានសុខភាពល្អគាត់មានអាហារគ្រប់គ្រាន់ជីវជាតិគ្រប់គ្រាន់ផ្ទុយទៅវិញយើងឃើញបរិបទសពថ្ងៃឪពុកម្ដាយអត់ចូលចិត្តអញ្ចឹងទេបើកូនចេះអាហារណាមួយគឺឲ្យហូបតែហ្នឹងណាអាហារផ្សេងទៀតកូនអត់ចេះគឺអត់បង្រៀនទេបានន័យថាអត់បង្រៀនឲ្យកូនចេះទេគឺតាមចិត្តកូនថាវាញ៉ាំអាហ្នឹងគឺឲ្យញ៉ាំតែហ្នឹងទៅដល់ពេលធំឡើងកូននឹងអត់ចេះញ៉ាំអាហារច្រើនដូចគេទេបាទណាអាហ្នឹងគឺប្រឈមនឹងកង្វះអាហារូបត្ថម្ភកង្វះអាហារជីវជាតិណាម្ដងទៀតគឺថាត្រូវបង្រៀនបាទចំណុចទី3គឺថារបបអាហារហ្នឹងគឺត្រូវធ្វើម៉េចឲ្យតាក់ទាញដូចខ្ញុំបានជំរាបមិញអញ្ចឹងក្មេងវាចូលចិត្តអ្វីដែលតាក់ទាញឧបមាថាការ៉ុតដូចឲ្យគាត់ហូបការ៉ុតឬហូបល្ពៅហូបអីយើងចិត្តអាម៉េចយើងហៅគាត់មកអង្គុយជាមួយចិត្តហើយធ្វើអាម៉េចឲ្យរៀងឲ្យគាត់តាក់ទាញអញ្ចឹងទៅហើយហូបបង្ហាញគាត់ទៅហូបជាមួយគាត់ហូបបង្ហាញគាត់ទៅហើយស្លអាម៉េចឲ្យតាក់ទាញអញ្ចឹងទៅតាក់ទាញបានន័យថាយើងឲ្យគាត់មកនៅជាមួយនេះយើងឃើញកូនបរទេសភាគច្រើនណាគឺគេធ្វើអញ្ចឹងបាទណាកាលណាកូនចាប់ផ្ដើមចេះហើយគឺកូនគេធ្វើឲ្យកូនអង្គុយមើលគាត់ធ្វើអញ្ចឹងគាត់ហូបឲ្យកូននឹងមើលអញ្ចឹងបាទ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 នេះគឺល្អបាទហើយកុំបខំកូនឲ្យញ៉ាំណាបខំកូនឲ្យញ៉ាំអត់បានទេកាលណាបខំវាធ្វើឲ្យគាត់មានបញ្ហាផ្លូវចិត្តកាលណាមានបញ្ហាផ្លូវចិត្តគឺគាត់ពាក់ព័ន្ធដល់អារម្មណ៍របស់គាត់យើងត្រូវថាកាលណាយើងបង្ខំហេតុអីបានប៉ះពាល់គាត់ក្មេងគាត់មានចរិតមួយគឺហៅថាចរិតចង់ឈ្នះជាធម្មជាតិរបស់ក្មេងបាទចឹងអាហារហ្នឹងគាត់ហូបទៅអត់ល្វីងអត់អីទេប៉ុន្តែយើងបង្ខំគាត់ជំនះថាអត់ញ៉ាំដល់ចឹងឪពុកម្ដាយបង្ខំទៀតអត់ញ៉ាំអញ្ចឹងវាធ្វើឲ្យគាត់ចង់ឈ្នះដល់ចឹងយើងអត់យល់ចិត្តគាត់វាធ្វើឲ្យបរាជ័យក្នុងការដែលគឺបរៀនកូនអញ្ចឹងកុំបង្ខំណាកុំបង្ខំហើយមួយទៀតកាត់បន្ថយអាហារណាដែលការអាហារការច្នៃច្នៃដូចเป็นថាជំរាបមិញអញ្ចឹងគឺការកែច្នៃគឺមិនសូវមានជីវជាតិទេបាទយើងកាត់បន្ថយហើយថ្មីនេះដែរក្រសួងសុខាភិបាលយើងណែនាំឲ្យកាត់បន្ថយផ្អែមអញ្ចឹងអាផ្អែមហ្នឹងក៏យើងត្រូវកាត់បន្ថយដែរអាហារណាផ្អែមណាព្រោះវាប្រឈមយល់ទេបាទអញ្ចឹងចំណុចទាំងអស់ហ្នឹងគឺយើងត្រូវយកចិត្តទុកដាក់ហើយលើកទឹកចិត្ត
ឲ្យកូននឹងញ៉ាំតាមសម្រួលណាមិនត្រូវបខំគាត់ទេ